បងអែមខ្មៅងងឹតប៉ែទីបំផុតគាត់ដាច់ចិត្តចេញពីក្នុងផ្សារអូឡ িম্প ិកមកបើកសាខាថ្មីមួយទៀតហើយចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់ជាមួយប៉ែមពងមាន់ប៉ែមល្ងខ្មៅតាហ៊ូអីរបស់គាត់នេះគឺល្បីនៅអូឡ িম্প ិកណាស់ឥឡូវគឺគាត់បានចេញមកលក់នៅសាខាថ្មីនៅទូតពូងមួយទៀតហើយដែលធ្វើឲ្យពុកម៉ែបងប្អូនងាយស្រួលនៅក្នុងការមកញ៉ាំសម្រាប់ប៉ែមរបស់គាត់មួយគឺសិតតែបើកម្លាំងហើយជាពិសេសតាហ៊ូក៏ដូចជានំប៉ាប្រភេទនំប៉័ងប៉ាតេរបស់គាត់សាច់ចិញ្ច្រាំធ្វើខ្លួនឯងប៉ាតេក៏ធ្វើខ្លួនឯងនិយាយទៅគឺពិសេសត្រង់ថាគាត់ផលិតដោយដៃដោយខ្លួនឯងផ្ទាល់សឹងតែទាំងអស់ហើយអត់តែនំប៉័ងឯក្រៅពីនឹងគឺគាត់ធ្វើខ្លួនឯងសឹងតែទាំងអស់សូម្បីតែទឹកសណ្តែកនេះក៏អញ្ចឹងដែរច្រកលក់ខ្លួនឯងថ្មីរាល់ថ្ងៃជាមួយនឹងប៉ែមអីគឺមានគ្រប់មុខគ្រប់សពជាមួយនឹងហាងប៉ាតេនំប៉័ងឆ្ងាញ់អូឡ িম্প ិកណាតែគាត់មានរៀបចំជា catering ទៅលក់តាម event កម្មវិធីរបស់ពុកម៉ែបងប្អូនពិធីមង្គលការបុណ្យទានអីគឺគាត់មានទាំងអស់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ជីវប៉ែមរបស់គាត់ប៉ែមប្រភេទប៉ែមពងមាន់ប៉ែមល្ងខ្មៅតៅហ៊ូអីហ្នឹងគឺអាចកំងគាត់យកទៅបាននិយាយទៅកំងចាប់ពី2ឆ្នាំងធំទៅគឺគាត់ដឹងតែទៅលក់អីគាត់ទៅដល់គាត់ជួយដួសគាត់រៀបចំតុកកម្មវិធីឲ្យអីមកស្អាតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍គឺអាចតំណែងគាត់បានឬក៏ថាចង់ញ៉ាំអីគឺអាចទៅម្ដុំអូឡ িম্প ិកបានអត់ពិបាកទេម៉ោង7ព្រឹករហូតដល់ម៉ោង8យប់ឯណោះគាត់លក់នៅម្ដុំផ្លូវ426ជិតមកជូមិញសានណានៅទូតពូងនិយាយទៅម្ដុំផ្លូវទល់មុខសាលាទូតពូងនេះឯងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តប៉ែមនេះឬក៏ថាទិញផ្ញើអ្នកផ្ទះប៉ាម៉ាក់អីគឺគាត់ចូលចិត្តណាប៉ែមល្ងខ្មៅនេះល្អសម្រាប់សុខភាពមែនតើជាពិសេសតាហ៊ូរបស់គាត់លក់ដាច់ឯងទាំងឆ្នាំងអូទំនងណាស់តាហ៊ូរបស់គាត់គាត់តែឃើញតាក់តិចនៅក្នុងការដួសអីរបស់គាត់គឺអ្នកជំនាញហើយព្រោះគាត់មិនមែនលក់តិចឆ្នាំទេបងស្រីក៏លក់មកយូរហើយអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នកចូលចិត្តជាមួយរបស់តាហ៊ូនេះគឺអាចទៅញ៉ាំបានងាយស្រួលមិនចាំបាច់ពិបាកដើរចូលក្នុងផ្សារអីទៀតទេប៉ុន្តែសាខាផ្សារគាត់នៅផ្សារអូឡ িম্প ិកច្រកទី6ហ្នឹងគាត់នៅតែលក់ធម្មតាគាត់ថាគាត់បន្ថែមទីតាំងមួយទៀតដើម្បីមានភាពងាយស្រួលអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលជាមួយធ្លាប់ញ៉ាំតាហ៊ូរបស់គាត់អីគឺអាចទៅរកបានហើយអត់ចាំបាច់ពិបាកដូចមុនទៀតទេឬក៏តំណតាមលេខទូរស័ព្ទអីចឹងទៅខ្ញុំដាក់នៅក្រោម caption ឲ្យព័ត៌មានគឺខ្ញុំដាក់នៅក្រោម comment ណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាតែចូលចិត្តគឺអាចជួយ comment មកហេតុអីបានចូលចិត្តផ្អែមកន្លែងគាត់ព្រោះបើតាមឮគាត់ថាអូគាត់សបោម៉ួយណាជាពិសេសតាហ៊ូក៏ដូចជាល្ងខ្មៅសិតតែផ្អែមល្អសម្រាប់សុខភាពបើកម្លាំងព្រឹសហ្មងណាជាពិសេសអាផ្អែមពងមាន់នេះចាស់ចូលចិត្តណាអញ្ចឹងកុំភ្លេចណាទៅច្រកផ្អែមនេះផ្ញើអ្នកផ្ទះផ្ញើម៉ាក់ផ្ញើប៉ាអញ្ចឹងទៅគាត់ដឹងតែសប្បាយចិត្តថ្ងៃនេះកូនអញចម្លែកមែនតើបានមកទិញផ្អែមផ្ញើគាត់អីចឹងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាផ្អែមរបស់គាត់គឺគាត់ប្រើពងមាន់ប្រភេទគេហៅពងមាន់ស្អីគេអាពងមាន់ទុយអាកូនមាន់ទុយមេមាន់ទុយអ្នកនរអស់គ្នាពងមាន់ហ្នឹងគឺឆ្ងាញ់ហើយសម្រាប់សាច់ចិញ្ច្រាំអីគឺគាត់ធ្វើខ្លួនឯងជាមួយនឹងប៉ាំងប៉ាតេរបស់គាត់ហ្នឹងអញ្ចឹងប៉ាតេអីក៏គាត់ធ្វើខ្លួនឯងដែរម៉ាស៊ីនអីខ្ញុំឃើញគាត់ធ្វើនៅផ្ទះនឹងអីនឹងឯងអត់មានទិញពីគេមកទេទិញតែនំប៉័ងទេកន្លែងគាត់ក្រៅពីនឹងភាគច្រើនគឺគាត់ធ្វើខ្លួនឯងសឹងតែទាំងអស់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអ្នកដែលជាមួយជួយ comment ជាផុសតាងទៅដល់ពុកម៉ែបងប្អូនដែលគាត់មិនទាន់បានធ្លាប់ស្គាល់កន្លែងប៉ែមរបស់គាត់ណាប៉ែមឆ្ងាញ់អូឡ িম্প ិកអីនេះគឺអូគេល្បីច្រើនប៉ែមរបស់គាត់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាតែជាអ្នកចូលចិត្តនំប៉័ងប៉ាតេចូលចិត្តអីនេះគឺមិនខកបំណងទេទាំងម្ទេសទាំងជ្រក់ទាំងប៉ាតេទាំងជ្រក់ល្ហុងជ្រក់តសក់របស់គាត់ហ្នឹងគឺដាក់ទៅចូលជាឆ្ងាញ់សម្រាប់ប៉ាតេរបស់គាត់និយាយទៅនំប៉័ងរបស់គាត់នេះញ៉ាំមិនខកបំណងទេជាមួយនឹងទឹកសណ្តែកទឹកអីហ្នឹងក៏គាត់ធ្វើដោយខ្លួនឯងថ្មីរាល់ថ្ងៃច្រកដបតាក់លក់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាសូម្បីតែតាក់តិចច្រកដបតើតែជែកbằngគាត់ច្រកព្រោះអីប្រើដបជ័រអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាអ្នកចូលចិត្តស្រឡាញ់សុខភាពចូលចិត្តផ្អែមតែពៅសុខភាពអីគឺអាចនឹកឃើញដល់កន្លែងគាត់បានហើយបើផ្អែមផ្សេងទៀតក៏គាត់មានដែរផ្អែមចម្រុះមានពពួកផ្អែមដូចពុកម៉ែបងប្អូនឃើញជាក់ស្ដែងអញ្ចឹងផ្អែមរបស់គាត់នេះគឺសត្វតែជាមុខមនុយដែលប្រចាំហាងនៅកន្លែងគាត់ដែលគាត់លក់មកយូរឆ្នាំនៅអូឡ িম্প ិកហ្នឹងហើយអញ្ចឹងអាចមករកបាននៅសាខាទូតពូងមិនចាំបាច់ចូលពិបាកទៅផ្ញើម៉ូតូយូរជិះចូលយូរអីទេបើសិនបើអ្នកទាំងអស់គ្នាមានការងារចូលផ្សារអាហ្នឹងអាចទៅរកសាខាគាត់នៅផ្សារអូឡ িম্প ិកក៏បានប៉ុន្តែបើអត់ទេអាចមកទូតពូងអរគុណបាយបាយ